នៅពេលដែលរឿងរ៉ាវព្រំដែនមិនតាន់ចប់សភាពការប្រមាថការមាក់ងាយនឹងមានជាបន្តបងប្អូនគួរតែត្រូវចាក់ចេញឲ្យបានមុនពេលដែលគេបណ្ដេញចេញឬត្រូវការប្រមាថការរើសអើងកម្ពុជាកំសត់ណាស់ទៅហើយពីមុនយើងខ្វះការងារធ្វើប៉ុន្តែលើយើងក៏មានការងារធ្វើនៅក្នុងប្រទេសរបស់យើងតែយើងត្រូវវិលត្រឡប់មកកាន់ប្រទេសរបស់ខ្លួនវិញសង្ឃឹមថាបងប្អូននឹងធ្វើកិច្ចការងារនេះហើយសូមឲ្យទាំងស្ថានទូតយើងនៅប្រទេសថៃបណ្ដាភ្នាក់ងារការងាររបស់យើងបណ្ដាកុងស៊ុលត្រូវសម្របសម្រួលទៅលើរឿងនេះអាជ្ញាធរនៅតាមព្រំដែនត្រូវខិតខំធ្វើការងារនេះផ្នែកពាក់ព័ន្ធត្រូវខិតខំធ្វើការងារនេះដើម្បីដោះស្រាយបញ្ហាសម្រាប់បងប្អូនដែលត្រូវវិលត្រឡប់យើងមិនអាចទៅពឹងពាក់គេមួយជីវិតទេត្រូវតែមកស្រុកហើយពេលវេលានេះគឺជាពេលវេលាស័ក្តិសមនៅពេលដែលហើយខ្ញុំនៅតែនិយាយថារឿងព្រំដែននេះវាមិនងាយជាប់ទេអញ្ចឹងការប្រមាថនៅពេលមានបញ្ហាម្ដងការប្រមាថតែមានហើយលើកនេះកម្ដៅកាន់តែធ្ងន់